រៀនហ្នឹងអង្គការ support ចេញលុយជូនពេទ្យសាស្ត្រ4 10ហ្នឹងតែឥឡូវហ្នឹងគាត់ធ្វើការគាត់នឹងដូចថាគាត់សុបាយចិត្តណាគាត់បានលុយហើយគាត់នឹងចាក់វ៉ាក់សាំងរហូតគោក្បីជ្រូកចាមាន់ចាពីដើមដំបូងខ្ញុំបានបដិបដាពីងិនការ៉េតបាទមូលនិធិងិនការ៉េតក៏ឆ្នាំ2000ជាបរិញ្ញាដើម្បីឲ្យចេះចាក់វ៉ាក់សាំងឲ្យបងប្អូនយើងនឹងដើម្បីជួយសហការនឹងចាក់វ៉ាក់សាំងការពារកុំឲ្យមានជំងឺកើតឡើងក្នុងសត្វរបស់គាត់បាទដូចថាជ្រូកគោក្របីក៏ដោយណាមាន់សប្តាហ៍ថ្ងៃកាប់សប្តាហ៍ដើម្បីថាឲ្យទម្លាក់ព្រូនណានៅក្នុងការដឹកនាំប្រជាជនឲ្យចូលមកទទួលការអប់រំក៏មិនជាការងាយប៉ុន្មានទេទាមទារឲ្យមានការកំណត់ពេលវេលានិងផែនការច្បាស់លាស់និងការអំណត់ផងដែរខ្ញុំចូលធ្វើការនេះគឺមានរយៈពេល4ឆ្នាំហើយចំពោះការលំបាកគឺទី1ប្រជាជនយើងបានបង្រៀនគាត់ទៅគាត់យកចិត្តទុកដាក់ទៅគឺគាត់បានធ្វើបានល្អទៅគ្រួសារខ្លះភាគតិចដែលគាត់មិនបានមានការយល់ដឹងច្រើនគឺគាត់មិនបានធ្វើតាមយើងទេគឺគាត់ជាប់រវល់ការងារផ្សេងនិងគាត់មិនបានយល់ពីសារៈសំខាន់នៃការហូបបន្លែឬការចិញ្ចឹមសត្វហ្នឹងគឺវាផ្ដល់កម្រៃយ៉ាងម៉េចគាត់មិនសូវដឹងគឺគាត់បានធ្វើតាមចំពោះការជ្រើសរើសប្រជាជនដែលយកមកចូលរួមរៀនសូត្រនេះគឺខ្ញុំមិនរើសថាអ្នកមានអ្នកក្រទេឲ្យតែអ្នកស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីរបស់ខ្ញុំនេះគឺខ្ញុំទទួលយកទាំងអស់នេះជាសកម្មភាពនៃការអប់រំសម្រាប់កុមារនៅក្នុងភូមិទាំង14ត្រូវបានទទួលការអប់រំពីលោកគ្រូអ្នកគ្រូរបស់អង្គការងិនការ៉េតបន្ថែមពីលើការសិក្សានៅតាមសាលារៀនការអប់រំនេះគឺមានកម្មវិធីអនាម័យកម្មវិធីជីវធម៌ហើយនឹងបរិញ្ញាអក្សរនិទានរឿងហើយតបែងវិជាព្រៃហើយនឹងចែកនំឲ្យញ៉ាំហើយនឹងផ្ដល់ចំណេះចេះដឹងពីក្មេងទូចដល់ឲ្យស្គាល់ពីកខមុននឹងចូលសាលារៀនចាហើយបន្ទាប់មកក្មេងធំគឺវាមានគ្រឹះពីសាលាហើយគ្រាន់តែខ្ញុំរៀនបន្តបន្សំតិចតួចទេចាគឺខ្ញុំផ្ដោតខ្លាំងទៅលើក្មេងៗពីអាយុ6ឆ្នាំចុះក្រោមដើម្បីឲ្យយល់ដឹងគ្រឹះដើម្បីឈានចូលទៅសាលាចាអប់រំជីវធម៌ហ្នឹងគឺខ្ញុំបង្រៀនឲ្យចេះស្គួរសមចាស់ទុំផ្នែកអនាម័យគឺវិធីលាងដៃហើយនឹងបង្ហាញផ្ទាំងរូបភាពមួយម្ដងឧទាហរណ៍ថាដៃកខ្វក់ដៃកក្រិចអីទៅធ្វើយ៉ាងម៉េចធ្វើអីចាដៃកខ្វក់មេមើចាំការបន្លែយើងដាំហើយទេអុយវាល្អពិនផ្លែអើយផ្លែល្អប្រនិនស្រឡាញ់ពេញចិនព្រោះស្លទៅឆ្ងាញ់ត្រគួនស្រឡាញ់ខាត់ណាព្រមទាំងស្ពៃផ្កាត្រឡាចពេញប៉ងបន្លែក្រុមមុងល្អเล่นចង់ញ៉ាំទៅគ្មានតួស្រស់ហើយថ្មីផងចាបន្លែនេះខាងបន្លែនេះខាងបន្លែចានៅក្នុងសកម្មភាពនៃការអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជាមូលនិធិងិនការ៉េតបានកសាងអគារសិក្សាចំនួន3ខ្នងសម្រាប់កុមារាកុមារីអគារសិក្សាទាំងនោះមាននៅភូមិតាកោសចំនួន2ខ្នងមាន6បន្ទប់និងនៅភូមិរហាល1ខ្នងមាន3បន្ទប់បន្ថែមពីលើនេះដើម្បីរក្សាសុខភាពអនាម័យដល់សិស្សានុសិស្សមូលនិធិងិនការ៉េតក៏បានជីកអណ្ដូងទឹកស្អាតនិងសង់បង្គន់អនាម័យមួយនៅក្នុងសាលាផងដែរនេះជាថ្នាក់រៀនផ្នែករបាំបុរាណដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍របស់អង្គការមូលនិធិងិនការ៉េតសម្រាប់កម្ពុជាសាលារបាំនេះបង្កើតបានរយៈពេលជាង2ឆ្នាំមកហើយលោកជំទាវកន្ធារាវិនគាត់បានប្រមូលផ្ដុំមកបង្កើតជាសិល្បៈនឹងឡើងដើម្បីថែរក្សានៅប្រពៃណីរបស់ខ្មែរយើងឡើងវិញសិស្សនៅក្នុងនេះមាន147នាក់ចែកចេញជា3ផ្នែកផ្នែកទី1និងផ្នែករបាំប្រពៃណីរបាំបុរាណហើយនិងផ្នែកភ្លេងបុរាណក្រៅពីសិល្បៈសាលានេះក៏ជាកន្លែងប្រមូលផ្ដុំកុមារពិសេសកុមារដែលឪពុកម្ដាយមានជីវភាពក្រីក្រឲ្យមកទទួលការអប់រំនិងបង្រៀនមុខវិជ្ជាផ្សេងៗដូចជាដេប៉ាចម្លាក់ធ្វើឧបករណ៍ភ្លេងត្បាញរវៃជាដើម
សកម្មភាពនៃការហាត់រៀនប្រកបទៅដោយវិន័យយ៉ាងម៉ត់ចត់បានហាត់ពុតលុតដំកុមារទាំងនោះឲ្យទទួលបានចំណេះដឹងផ្នែកសិល្បៈនិងសុជីវធម៌នៃការរស់នៅបានល្អប្រសើរអ្វីត្បិតតែកុមារទាំងនេះបានយកចិត្តទុកដាក់ទៅលើការហាត់រាំរបាំតែមិនបានធ្វើឲ្យរំខានដល់ការសិក្សាចំណេះទូទៅរបស់កុមារទាំងនោះឡើយព្រោះកម្មវិធីនៃការហាត់រៀនសិល្បៈនៅក្នុងមជ្ឈមណ្ឌលនេះបានផ្លាស់ប្ដូរវេនគ្នាព្រឹកល្ងាចមិនជាន់គ្នាជាមួយការសិក្សារបស់សិស្សនៅសាលាចំណេះទូទៅឡើយខាងអង្គការខ្ញុំបើក្មេងៗហ្នឹងមករៀនចូលមករៀនសិល្បៈឪពុកម្ដាយហ្នឹងគាត់មកសញ្ញេមកដូចថាធានាមកទទួលខុសត្រូវថាបើកូនគាត់មករៀនខាងសិល្បៈគាត់មិនបង់ចោលតែរៀននៅសាលាទេបើគាត់មិនចូលរៀននៅសាលារាល់ថ្ងៃគាត់ខក3ដងខាងខ្ញុំដកចេញពីសាលាសិល្បៈហើយកូនហ្នឹងសំខាន់ឲ្យគាត់រៀនដល់បាក់ឌុបរយៈពេលនៃការហាត់រៀនរាំរបាំបុរាណទើបតែបានរយៈពេល2ឆ្នាំទេប៉ុន្តែកុមារាកុមារីទាំងនោះក៏មានសមត្ថភាពសមល្មមក្នុងការសម្ដែងផងដែរកន្លងមកដោយមានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រសម្ដេចព្រះបរមនាថនរោត្តមសីហមុនីក្រុមរបាំកុមារាកុមារីនៃអង្គការមូលនិធិងិនការ៉េតសម្រាប់កម្ពុជាចំនួន38នាក់មានភពសំណាងបានចូលព្រះបរមរាជវាំងរាំរបាំបុរាណថ្វាយព្រះពរដល់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហមុនីក្នុងឱកាសបុណ្យចម្រើនព្រះជន្មាយុព្រះអង្គគម្រប់ខួប57ព្រះវស្សានេះជារូបថតដែលបង្ហាញពីពិធីបួងសួងដល់ទសបារមីសូមសេចក្តីសុខសេចក្តីចម្រើនក្នុងឱកាសបុណ្យចម្រើនព្រះជន្មាយុព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពិធីនេះបានធ្វើនៅឯប្រាសាទបន្ទាយស្រីសិល្បករចំនួន57នាក់គ្រងដោយសម្ពុតនិងស្បៃពណ៌សតំណាងឲ្យសេចក្តីជ្រះថ្លានិងភាពបរិសុទ្ធចំណែកឯម៉ូតសក់នៃអ្នករាំរបាំត្រូវបានលោកជំទាវកន្ថារាវិនងិនការ៉េតស្រង់យកលំនាំតាមម៉ូតសក់រូបអប្សរាសិលាចារឹកនៅលើជញ្ជាំងប្រាសាទអង្គរវត្តសក់នេះខ្ញុំរចនាម៉ូដតាមរចនាម៉ូដជាអប្សរាប៉ុន្តែជាភីលៀងមិនមែនតួអីធំដុំទេគឺភីលៀងដើរអមតួអប្សរាអញ្ចឹងចាហើយផ្នែកអ្នកកណ្ដាលនេះជាតួអញ្ចឹងម៉ូដសក់នេះជាម៉ូដសក់អប្សរានៅរចនាបថនៅប្រាសាទអង្គរវត្តដែរក៏ប៉ុន្តែនឹងជាតួបន្ទាប់ពីពាក់មកុដ